Nơi lơ có đo tờ chẹ mùi nơiផ្នែក ខាងក្រោម បំផុត នៃ ពិភពលោក ជា កន្លែង ដែល ផ្ទាំង ទឹក កក អណ្តែត ដូច ប្រាសាទ ហើយ ទឹក សមុទ្រ មាន ពន្លឺ ដូច ពេជ្រ មាន សត្វ Penguin តូច មួយ ឈ្មោះ Penny បាន រស់នៅ Penny គឺជា កូន ពៅ នៅ ក្នុង អាណានិគម របស់ នាង ហើយ នាង ពោរពេញ ទៅ ដោយ ការ ចង់ ដឹង ចង់ ឃើញ និង ឆ្ងល់ នាង ចូលចិត្ត ដើរ លេង តាម ឆ្នេរ ទឹក កក រអិល លើ ពោះ របស់ នាង ហើយ ធ្លាក់ ទឹក ក្រឡុក ត្រជាក់ ប៉ុន្តែ មាន រឿង មួយ ដែល Penny មិន ដែល ឃើញ នោះ គឺ ព្រើដូចអ្វី ប៉ែននេះ បាន សួរ ម្ដាយ នាង នៅ ល្ងាច មួយ ខណៈ ដែល ពួកគេ នៅ ជុំ គ្នា ដើម្បី ភាព កក់ក្ដៅ ម្ដាយ របស់ នាង បាន ឆ្លើយ ថា ព្រើ គឺជា វេទមន្ត វា ទន់ ហើយ សាហាយ វា ធ្លាក់ ពី លើ មេឃ ដូចជា រោម តូច វា គ្រប លើ ដី ហើយ ធ្វើ ឲ្យ គ្រប់យ៉ាង មើល ទៅ ដូចជា ថ្មី Penny បើក ភ្នែក ធំ ក៏ ខ្ញុំ មិន អាច រង់ចាំ មើល វា បាន ទេ នៅ ព្រឹក បន្ទាប់ Penny ភ្ញាក់ ពី ដំណេក ដោយ មាន អារម្មណ៍ ស្ងប់ស្ងាត់ នៅ លើ អាកាស នាង បាន ដើរ ចេញ ពី សំបុក ហើយ មើល ទៅ លើ មេឃ ដុំ តូច ពណ៌ សសាត់ ចុះ មក លើ ចំពោះ និង ព្រួយ របស់ នាង នេះ ជា ព្រើ មែន ទេ Penny សួរ សំឡេង របស់ នាង ពោរពេញ ដោយ ភាព ស្ញប់ស្ញែង បាទ មែន ហើយ គឺ ម្ដាយ នាង និយាយ ទាំង ញឹម ក៏ បន្ត រុករក Penny បាន បោះ ជំហាន ដំបូង របស់ នាង ចូល ទៅ ក្នុង ព្រើ ស្នាម ជើង ដ៏ តូច របស់ នាង បន្សល់ទុក ផ្លូវ នៅ ពី ក្រោយ នាង ព្រើ ត្រជាក់ ខ្លាំង ហើយ វា បាន បន្លឺ សំឡេង ស្រទន់ នៅ ក្រោម ជើង របស់ នាង នាង ផ្អៀង ក្បាល ទៅ ក្រោយ ហើយ ខ្ទប់ អណ្ដាត ចាប់ ការ ព្រើ វា ដូចជា វេទមន្ត តូច មួយ Penny លាន់ មាត់ មិន យូរ ប៉ុន្មាន សត្វ Penguin ផ្សេង ទៀត បាន ចូល រួម ជាមួយ នាង រអិល និង លេង ក្នុង ព្រើ មិត្ត ល្អ បំផុត របស់ Penny គឺ Pep បាន ដើរ លេង ដោយ ស្នាម ញឹម ដ៏ សប្បាយ រីករាយ តោះ បង្កើត សត្វ Penguin ព្រើ គាត់ បាន និយាយ ថា ពួកគេ រួម គ្នា រមៀល បាល់ ព្រើ ហើយ ដាក់ ចុង ពួក វា ដើម្បី ធ្វើ រូប ចម្លាក់ សត្វ Penguin Penny បាន បន្ថែម គ្រួស សម្រាប់ ច្រមុះ និង សារាយ សមុទ្រ មួយ ចំនួន សម្រាប់ ក្រមា មើល ទៅ ដូច ឯង Pep និយាយ ទាំង សើច Penny សើច ពេល នេះ យើង មាន មិត្ត ថ្មី ហើយ នៅ ពេល ថ្ងៃ បន្ត បន្ទាប់ Penny បាន រក ឃើញ ភាព អស្ចារ្យ នៃ ព្រើ នាង បាន រអិល ចុះ ពី លើ ភ្នំ ព្រើ នៅ លើ ពោះ របស់ នាង បង្កើត ទេវតា ព្រើ ដោយ ផ្លុំ ព្រួយ របស់ នាង ហើយ ថែម ទាំង បាន ប្រយុទ្ធ ជាមួយ Pep ទៀត ផង អាណានិគម ពោរពេញ ទៅ ដោយ ការ សើច និង រីករាយ នៅ ល្ងាច នោះ ពេល ព្រះ អាទិត្យ លិច ក្រោម ជើង មេឃ Penny បាន អង្គុយ ជាមួយ ម្ដាយ ហើយ មើល ដុំ ព្រើ ធ្លាក់ ផ្ទៃ មេឃ ប្រែ ទៅ ជា ពណ៌ ផ្កាឈូក និង ពណ៌ ទឹក ក្រូច ហើយ ព្រើ បាន បញ្ចេញ ពន្លឺ ដូច ពន្លឺ Penny បាន និយាយ ថា នេះ គឺជា ថ្ងៃ ដ៏ ល្អ បំផុត ដែល មិន ធ្លាប់ មាន Penny បាន និយាយ ដោយ ស្ទាក់ស្ទើរ ជាមួយ ម្ដាយ របស់ នាង ម្ដាយ របស់ នាង បាន ឆ្លើយ ថា ខ្ញុំ រីករាយ ដែល អ្នក ចូលចិត្ត វា ព្រើ គឺជា ការ រំលឹក ថា សូម្បីតែ នៅ កន្លែង ត្រជាក់ បំផុត ក៏ មាន សម្រស់ និង មន្ត អាគម ដែរ Penny ញឹម បេះដូង របស់ នាង ពោរពេញ ដោយ សុភមង្គល នាង ដឹង ថា នាង នឹង មិន ភ្លេច ព្រើ ដំបូង របស់ នាង ថ្ងៃ ដែល នាង បាន រក ឃើញ ថា សូម្បីតែ របស់ ដែល សាមញ្ញ បំផុត ក៏ អាច មិន ធម្មតា ដែរ សីលធម៌ នៃ រឿង មាន មន្ត អាគម និង ភាព ស្រស់ស្អាត គ្រប់ ពេល វេលា សូម្បីតែ នៅ ក្នុង រឿង ដែល យើង ឃើញ ជា រៀងរាល់ ថ្ងៃ ក៏ ដោយ ទទួល យក បទពិសោធន៍ ថ្មី ជាមួយ នឹង ការ ចង់ដឹង ចង់ឃើញ និង រីករាយ ហើយ អ្នក នឹង រក ឃើញ ភាព ងឿងឆ្ងល់ ជុំវិញ អ្នក